មរណៈវាទៅជាមានជីវិតអស់កលចនិចវិញមកនៅព្រះគម្ពីរបានសម្ដែងថាកាលណារូបកាយពុកលួយនេះបានប្រដាប់ដោយសេចក្តីមិនពុកលួយហើយរូបកាយដែលតែងតែស្លាប់នេះបានប្រដាប់ដោយសេចក្តីមិនចេះស្លាប់វិញនោះទើបនឹងបានសម្រេចតាមពាក្យដែលចែងទុកមកថាសេចក្តីជ័យជំនះបានលៀបសេចក្តីស្លាប់បាត់ហើយអូសេចក្តីស្លាប់អើយតើតនិចឯងនៅឯណាសេចក្តីស្លាប់អើយជ័យជំនះរបស់ឯងនៅឯណាតែអរព្រះគុណដល់ព្រះអង្គពីព្រោះទ្រង់ប្រទានឲ្យយើងមានជ័យជំនះដោយសារព្រះគ្រីស្ទជាព្រះអម្ចាស់នៃយើងពេលយើងជឿព្រះម្ចាស់ព្រះយេស៊ូវយើងនិយាយដាក់សេចក្តីស្លាប់វិញថាអូសេចក្តីស្លាប់អើយតើតនិចពើឯងនៅឯណាអំណាចឯងនៅឯណាទៀតព្រោះព្រះយេស៊ូវឲ្យយើងមានជ័យជំនះលើសេចក្តីស្លាប់ហើយយើងជឿព្រះយេស៊ូវយើងនឹងមានជីវិតអស់កលចនិចវិញអាមែនជាដំបូងសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូអ៊ំពូមីងបងប្អូនទាំងអស់គ្នានៅក្នុងក្តីស្រឡាញ់របស់ព្រះជាម្ចាស់ខ្ញុំសូមបងប្អូនទាំងអស់គ្នាផ្ទៀងខ្ញុំនឹងអានជូននៅក្នុងគម្ពីរទំនុកដំកើងជំពូកទី124ខ1ដល់ខ8ប្រសិនបើគ្មានព្រះអង្គម្ចាស់នៅខាងយើងទេនោះសូមឲ្យជនជាតិអ៊ីស្រាអែលពោលតាមថាប្រសិនបើគ្មានព្រះអង្គម្ចាស់នៅខាងយើងទេនោះពេលណាខ្មាំងសត្រូវក្រោកឡើងវាយប្រហារយើងហើយពេលពួកគេមានកំហឹងជាខ្លាំងមកលើយើងពួកគេមកជាត្របាក់លេបយើងទាំងរស់មិនខានយើងនឹងលិចលង់ក្នុងទឹកសមុទ្រទឹកនឹងហូរនាំយើងទៅបាត់ហើយក៏នឹងមានទឹកគួចយ៉ាងខ្លាំងពន្លិចយើងដែរក៏ប៉ុន្តែសូមអរព្រះគុណព្រះអង្គម្ចាស់ត្បិតព្រះអង្គពុំបានប្រគល់យើងទៅក្នុងកណ្ដាប់ដៃគេដូចជារំពាដែលស្ថិតនៅក្នុងចង្កូមរបស់ពួកគេនោះឡើយយើងបានរួចជីវិតដោយបាក់សាបាក់សីគេចផុតពីលុបរបស់ព្រានគឺលុបបានធ្លុះធ្លាយហើយយើងក៏រត់រួចព្រះអង្គម្ចាស់ផ្ទាល់បានជួយយើងដោយព្រះនាមព្រះអង្គគឺព្រះអង្គដែលបានបង្កើតផ្ទៃមេឃនិងផែនដីសូមបងប្អូនបន្តនៅក្នុងគម្ពីរម៉ាថាយជំពូកទី2ខ10ដល់ខ18កាលហោរាចាទាំងនោះឃើញផ្កាយគេសប្បាយចិត្តពុនប្រមាណគេចូលទៅក្នុងផ្ទះឃើញព្រះឱរស់គង់នៅជាមួយនាងម៉ារីជាមាតាគេក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គរួចហើយបើកហឹបយកទ្រព្យរបស់ខ្លួនគឺមាសគ្រឿងក្រអូបនិងជ័រល្វីងទេសមកថ្វាយព្រះអង្គបន្ទាប់មកគេវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញតាមផ្លូវមួយផ្សេងទៀតត្បិតព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់គេក្នុងសុបិននិមិត្តមិនឲ្យវិលទៅគាល់ព្រះបាទហេរ៉ូតវិញឡើយព្រះយេស៊ូវភៀសខ្លួនទៅនៅស្រុកអេស៊ីបការពួកហោរាចាចាក់ចេញផុតទៅទេវតារបស់ព្រះអង្គម្ចាស់មកប្រាប់លោកយូសែបក្នុងសុបិននិមិត្តថាចូលក្រោកឡើងនាំព្រះឱរស់និងមាតារបស់ព្រះអង្គរត់ទៅស្រុកអេស៊ីបទៅចូលស្នាក់នៅក្នុងស្រុកនោះរហូតដល់យើងប្រាប់ឲ្យវិលត្រឡប់មកវិញសមកត្បិតស្ដេចហេរ៉ូតនឹងរកធ្វើគុតព្រះឱរស់លោកយូសែបក្រោកឡើងនាំព្រះឱរស់និងមាតារបស់ព្រះអង្គរត់ភៀសខ្លួនទៅស្រុកអេស៊ីបទាំងយប់គាត់ស្នាក់នៅទីនោះរហូតដល់ព្រះបាទហេរ៉ូតសោយទីវង្គតដើម្បីឲ្យស្របនឹងសេចក្តីដែលព្រះអង្គម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីថាយើងបានហៅបុត្រយើងចេញពីស្រុកអេស៊ីបមកស្ដេចហេរ៉ូតចេញបញ្ជាឲ្យគេសម្លាប់ក្មេងៗព្រះបាទហេរ៉ូតយល់ថាពួកហោរាចាបានបំបាក់មុខព្រះអង្គស្ដេចទ្រង់ព្រះពិរោធក្រៃលែងហើយចេញបញ្ជាឲ្យគេសម្លាប់ក្មេងប្រុសទាំងអស់ដែលមានអាយុពី2ខួបចុះនៅភូមិបេត្លេហឹមនិងភូមិជិតខាងគឺគិតចាប់តាំងពីពេលកំណត់ដែលផ្កាយត្រូវរះដោយស្ដេចបានសួរបញ្ជាក់ពួកហោរាចាហេតុការណ៍នេះកើតឡើងស្របនឹងសេចក្តីដែលមានចែងទុកតាមរយៈព្យាការីយេរេមៀថាមានសម្លេងមួយលាន់ឮពីភូមិរ៉ាម៉ាមកជាទំនួញសោកសៅគឺនាងរ៉ាជែលយំសោកអាណិតកូននាងមិនព្រមឲ្យនរណាសម្រាលទុកឡើយព្រោះកូននាងបាត់បង់ជីវិតអស់ទៅហើយនេះជាព្រះបន្ទូលរបស់ព្រះអង្គម្ចាស់សូមអរព្រគុណព្រះអង្គ
គុណបងស្រីបានអានព្រះបន្ទូលព្រះអង្គនៅពេលព្រឹកនេះដែលមានស្លាយនៅខាងមុខមានទេមាននៅខាងលើណាជាប់អត់ឃើញបាទហើយអរគុណបងបាទចេះសូមបានសរុបចិត្តជាមួយគ្នាមុនពេលយើងស្ដាប់ព្រះបន្ទូលព្រះអង្គនៅពេលបន្តិចទៀតនេះបាទអម្ចាស់ព្រះយេស៊ូវហើយទូវិគុំយើងខ្ញុំថ្លែងអំណរគុណព្រះអង្គសម្រាប់សប្តាហ៍កន្លងមកនេះព្រះអង្គហើយម្ល៉េះពេលនេះយើងខ្ញុំមកក្នុងដំណាក់ព្រះអង្គនៅទីនេះដើម្បីក្រាបថ្វាយគុំព្រះអង្គហើយនៅពេលនេះព្រះអង្គហើយសូមមានបន្ទូលមកកាន់យើងខ្ញុំទាំងអស់គ្នាកុំសូលឌូចិត្តរបស់យើងខ្ញុំសម្ដែងព្រះបន្ទូលរបស់ព្រះអង្គឲ្យមានន័យនៅក្នុងចិត្តជីវិតរបស់យើងខ្ញុំផ្ទាល់ខ្លួនព្រះអង្គហើយអរគុណទ្រង់សូមមានបន្ទូលមកកាន់យើងខ្ញុំទាំងអស់គ្នាក្នុងព្រះនាមរបស់ម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអាមែនអរគុណព្រះបាទខ្ញុំនាំព្រះបន្ទូលនៅពេលព្រឹកនេះខគម្ពីរចម្រុះបែបប្រធានបទបាទចេះដែលមានប្រធានបទនៃព្រះបន្ទូលគឺជោគវាសនារបស់មនុស្សលោកបាទឆ្នាំ2025វាហៀបនឹងលើកដៃលាយើងលែងត្រឡប់ថយក្រោយហើយនៅសល់3ថ្ងៃទៀតឆ្នាំ2026ចាប់ដើមឈានចូលមកដល់ដែរចេះតែកុំឲ្យស្ងាត់មើលសូមផ្ទះដៃស្វាគមន៍ឆ្នាំ2026ទៀតបាទអរគុណបងបាទបើដល់ឆ្នាំ26នេះនឹងទៅជាយ៉ាងណាក៏បើយើងស្វាគមន៍បត់ស្វាគមន៍ក៏វាមកដែរបាទហើយដល់ពេលនេះជាពេលវេលាល្អល្មមសម្រាប់ពិចារណាអំពីវាសនាមនុស្សលោកគ្រប់រូបហើយរួមទាំងយើងដែលកំពុងតែស្ដាប់នេះដែរបាទហើយដល់ខែ12មិនទាន់ផុតដល់រដូវកាលគ្រីស្មាស់ដល់ឡើយហើយក៏ឈានចូលទៅដល់ឆ្នាំថ្មីដែរចេញញោមព្រះបន្ទូលនេះមកកាន់ចែកបច្ចេកបលេទៅកាន់លោកអ្នកបងប្អូនទាំងគ្នាហើយវាសនារបស់មនុស្សលោកគ្រប់រូបអាស្រ័យទៅលើការសម្រេចចិត្តរបស់ខ្លួននៅក្នុងពេលដែលកំពុងតែរស់នៅសប្តាហ៍ថ្ងៃនេះតាក់ទងជាមួយនឹងជីវិតរបស់ព្រះម្ចាស់ព្រះយេស៊ូវការសម្រេចចិត្តរបស់យើងតាក់ទងជាមួយនឹងឆាកជីវិតរបស់ព្រះយេស៊ូវមួយឆាកជីវិតរបស់ព្រះយេស៊ូវ33ព្រះវស្សាកន្លះនៅលើលោកនេះហើយដែលបង្ហាញអំពីលក្ខណៈរបស់ព្រះជាម្ចាស់បង្ហាញអំពីបហាតីរបស់ព្រះជាម្ចាស់យ៉ាងម៉េចយើងអាចមើលឃើញតាមរយៈជីវិតរបស់ព្រះយេស៊ូវឆាកជីវិតរបស់ព្រះយេស៊ូវបងធ្វើឲ្យខ្លះយើងអាចដឹងពីលក្ខណៈរបស់ព្រះតាមរយៈជីវិតរបស់ព្រះយេស៊ូវហើយឃើញព្រះអង្គធ្វើការអីខ្លះព្រះអង្គប្រោះមនុស្សខ្វាក់មនុស្សខ្វិនមនុស្សសង្កត់សង្កិនហើយធ្វើកិច្ចការប្រកាសនឹងល្អបង្ហាត់បង្រៀនយើងអាចដឹងអំពីបហាតីរបស់ព្រះជាម្ចាស់តាមរយៈឆាកជីវិតរបស់ព្រះយេស៊ូវអ្នកប្រាជ្ញកាពីគេបានបែងចែកព្រឹត្តិការណ៍4យ៉ាងធំនៅក្នុងឆាកជីវិតរបស់ព្រះយេស៊ូវគ្រីស្ទបាទព្រឹត្តិការណ៍ទី1ព្រឹត្តិការណ៍ព្រះយេស៊ូវគ្រីស្ទយើងមកប្រសូតបាទនៅក្នុងខគម្ពីរនៅកន្លែងដែលបានអានមិញថាម៉ាថាយ2:10-11បាទសម្ដែងថាកាលណាហោរាទាំងនោះឃើញផ្កាយគេសប្បាយចិត្តពុនពេកពុនប្រមាណគេក៏ចូលទៅក្នុងផ្ទះឃើញព្រះអរោះគង់នៅជាមួយនាងម៉ារីជាមេដាគេក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គឬក៏បើកហឹបយកទ្រព្យរបស់ខ្លួនគឺមាសគ្រឿងក្រអូបហើយនឹងជ័រល្វីងទេសមកថ្វាយព្រះអង្គបាទនេះជាព្រឹត្តិការណ៍ទី1គឺព្រះយេស៊ូវគ្រីស្ទប្រសូតព្រឹត្តិការណ៍ដ៏ធំទី1គឺព្រះយេស៊ូវគ្រីស្ទយាងមកប្រសូតហើយពួកហោរាគេយកអីខ្លះគេយកមាសមកថ្វាយមានគ្រឿងក្រអូបហើយជ័រល្វីងទេសមាសគឺជាបទទំនាយដែលជាទំនាយទាយអំពីព្រះយេស៊ូវថាជាព្រះលើអស់ទាំងព្រះជាស្ដេចលើអស់ទាំងស្ដេចដែលនឹងសោយរាជអស់កលចនិចតទៅដែលចាប់ពីរាជរបស់មនុស្សលើផែនដីនេះគឺរាជរបស់ព្រះយេស៊ូវគឺអស់កលចនិចតទៅហើយមានពាក្យធំមួយថាព្រះយេស៊ូវជាព្រះចោមក្សត្រាចក្រាធិរាជគឺជាព្រះលើអស់ទាំងព្រះជាស្ដេចលើអស់ទាំងស្ដេចដែលនឹងសោយរាជនៅអស់កលចនិចគ្រឿងក្រអូបគឺជាបទទំនាយដែលទាយអំពីព្រះយេស៊ូវថាជាសម្ដេចសង្ឃជាមហាបូជាចារ្យដ៏ខ្ពស់បំផុតដែលជាអ្នកអធិដ្ឋានទូលង្វរសម្រាប់យើងនៅចំពោះព្រះគ្រឿងក្រអូបគេប្រើសម្រាប់ទូលង្វរគេប្រើសម្រាប់អធិដ្ឋាននៅក្នុងព្រះវិហារនៅដំណាក់របស់ព្រះជាម្ចាស់បាទហើយព្រះយេស៊ូវជាសម្ដេចសង្ឃជាមហាបូជាចារ្យអធិដ្ឋានទូលង្វរស្ពានចម្លងយើងទៅឲ្យព្រះជាម្ចាស់ជ័រល្វីងទេសជាបទទំនាយអំពីព្រះម្ចាស់ព្រះយេស៊ូវថាជាឱសថព្យាបាលបាបមនុស្សលោកទាំងវិញ្ញាណដែលស្លាប់ឲ្យជាឡើងឲ្យបានរួចឡើងឲ្យបានរស់ឡើងឲ្យព្រលឹងឲ្យបានមានសេរីភាពលែងមានការសង្កត់សង្កិនពីអរិយទៀតលែងមានការជប់ចំណងទៀតហើយព្យាបាលរូបកាយរបស់យើងឲ្យបានជាដែរព្រះអង្គបានមានបន្ទូលកន្លែងហ្នឹងដែរព្រះអង្គប្រោះជំងឺមនុស្សជាច្រើនឲ្យបានជាបាទព្រឹត្តិការណ៍ទី2គឺព្រះយេស៊ូវគ្រីស្ទចូលទីវង្គតនៅក្នុងកាពីម៉ាថាយ27សូមបានស្ដាប់បាទ
27ខ45 51ដល់51បាទផែនដីទាំងមូលក៏ងងឹតសូន្យចាប់ពីពេលថ្ងៃត្រង់រហូតដល់ម៉ោង3រសៀលប្រហែលជា3ម៉ោងប្រហែលជាម៉ោង3រសៀលព្រះយេស៊ូវស្រែកអង្វរខ្លាំងថាអេលីអេលីឡាម៉ាសាបាច់តានីដែលមានន័យថាអូព្រះនៃទូបង្គំព្រះនៃទូបង្គំអើយហេតុអ្វីបានជាព្រះអង្គបោះបង់ទូបង្គំចោលដូច្នេះព្រះយេស៊ូវស្រែកយ៉ាងខ្លាំងម្ដងទៀតឬក៏ផុតវិញ្ញាណទៅព្រះយេស៊ូវបានសគត់នៅលើជើងឆ្កាងព្រះអង្គដាច់ចេញពីព្រះក្នុងពេលវិនាទីនោះហើយព្រះអង្គលះបង់បជនរបស់ព្រះអង្គសគត់នៅលើជើងឆ្កាងសម្រាប់បាបរបស់យើងទាំងអស់គ្នាហើយព្រឹត្តិការណ៍ទី3គឺព្រឹត្តិការណ៍ព្រះយេស៊ូវគ្រីស្ទរស់ពីសគត់ឡើងវិញព្រះសគត់ក៏ប៉ុន្តែទ្រង់រស់ឡើងវិញនៅក្នុងកិច្ចការ2:24បានសម្ដែងថាប៉ុន្តែព្រះបានប្រោះទ្រង់ឲ្យមានប្រជញ្ញរស់ឡើងវិញដោយបានស្រាយចំណងនៃសេចក្តីស្លាប់ចេញពីព្រោះសេចក្តីស្លាប់គ្មានអំណាចនឹងឃុំទ្រង់ទុកបានឡើយសេចក្តីស្លាប់គ្មានអំណាចលើព្រះយេស៊ូវទេមុនពេលដែលព្រះយេស៊ូវសគត់ព្រះវិបន្ទូលថាគ្មានអ្នកណាដកជីវិតចេញពីព្រះអង្គឡើយគឺព្រះអង្គទ្រង់ដាក់ជីវិតអង្គទ្រង់ផ្ទាល់ហើយព្រះអង្គក៏នឹងលើកជីវិតអង្គទ្រង់ឡើងមកវិញដែរព្រះយេស៊ូវគ្រីស្ទព្រះអង្គសគត់ហើយទ្រង់រស់ឡើងវិញនេះព្រឹត្តិការណ៍ទី3ហើយព្រឹត្តិការណ៍ធំមួយទៀតគឺព្រឹត្តិការណ៍ព្រះវិញ្ញាណបរិសុទ្ធយាងមកគង់ជាមួយនឹងអ្នកជឿព្រះយេស៊ូវគ្រីស្ទព្រះអង្គយាងទៅឋានសួគ៌ហើយព្រះវិញ្ញាណបរិសុទ្ធព្រះអង្គមកគង់ជាមួយយើងដែលជាអ្នកជឿនៅក្នុងយូហាន14:26សម្ដែងថាតែព្រះដ៏ជាជំនួយគឺជាព្រះវិញ្ញាណបរិសុទ្ធដែលប្រពោបិតានឹងចាត់មកដោយនៅឈ្មោះខ្ញុំទ្រង់នឹងបង្រៀនអ្នករាល់គ្នាពីគ្រប់សេចក្តីទាំងអស់ក៏នឹងរំលឹកពីគ្រប់ទាំងសេចក្តីដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរនេះជាបទទំនាយមុនពេលដែលព្រះយេស៊ូវព្រះអង្គសគត់ព្រះអង្គប្រាប់ថាព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកហើយនៅពេលនេះព្រះអង្គយាងមកគង់នៅជាមួយយើងជាអ្នកជឿនៅក្នុងកិច្ចការមួយដល់ចំពុក2ខ1ដល់ខ3បានសម្ដែងថានៅថ្ងៃបុណ្យទី50ពួកសិស្សបានមកជុំគ្នាទាំងអស់គ្នានៅកន្លែងតែមួយរពេចនោះស្រាប់តែមានលឺស្នូសន្ធឹកពីលើមេឃដូចខ្យល់បក់យ៉ាងខ្លាំងពេញនៅក្នុងផ្ទះដែលគេនៅហើយពួកសិស្សបានឃើញហាក់ដូចជាមានអណ្ដាតភ្លើងបែកចេញពីគ្នាចុះមកសន្ធិដ្ឋលើពួកគេគ្រប់គ្នាព្រះវិញ្ញាណបរិសុទ្ធយើងមកគង់លើពួកអ្នកជឿគ្រប់គ្នាហើយយើងនៅទីនេះព្រះវិញ្ញាណរបស់ព្រះនៅជាមួយសន្ធិដ្ឋនៅជាមួយបងប្អូនទាំងគ្នាមួយឆាកជីវិតរបស់មនុស្សលោកយើងលោកបងប្អូនទាំងអស់គ្នាគ្មានអ្វីដែលធំជាងដែលមានព្រះវិញ្ញាណបរិសុទ្ធព្រះអង្គគង់នៅជាមួយឡើយកាលណាយើងជឿព្រះយេស៊ូវមានព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះបើអត់មានព្រះវិញ្ញាណទេយើងមិនមែនជាអ្នកជឿទេមិនមែនជាអ្នកជឿព្រះអង្គទេឈ្នះថាយើងជាមនុស្សដែលព្រះដ៏ខ្ពស់បំផុតសន្ធិដ្ឋនៅជាមួយសូមនិយាយដាក់អ្នកឆ្វេងថាអ្នកស្ដាំថាអ្នកមានព្រះដ៏ខ្ពស់បំផុតសន្ធិដ្ឋនៅជាមួយសូមនិយាយបាទអ្នកមានព្រះដ៏ខ្ពស់បំផុតសន្ធិដ្ឋនៅជាមួយអេមែនបាទហើយបងប្អូនទាំងគ្នាដែលខ្មែរយើងធ្លាប់ឮថាដែលបើម្នាក់នោះមានខ្មោចអរិយកាន់ណាអ្នកតាកាន់មានអំណាចហ្នឹងហើយយើងក៏ខ្លាចផងខ្ញុំក៏ខ្លាចគាត់ដែរគាត់មានមនុស្សមានព្រះកាន់ណាមានអរិយកាន់ណាយើងខ្លាចគាត់មានអំណាចមកស្រុកមកភូមិហ្នឹងណាគេក៏គោរពគាត់ដែរចុះបងប្អូនទាំងគ្នាដែលមានព្រះដ៏ខ្ពស់បំផុតមកសន្ធិដ្ឋមកគង់ជាមួយតើយើងនឹងមានអំណាចលើសជាងអស្ចារ្យជាងយ៉ាងណាទៀតអរិយចាញ់ព្រះទេព្រះប្រងធំជាងព្រះដ៏ខ្ពស់សន្ធិដ្ឋនៅក្នុងបងប្អូនទាំងគ្នាជាអ្នកជឿដូច្នេះបានជាវាសនារបស់មនុស្សលោកគ្រប់រូបវាអាស្រ័យទៅលើតំណែងផ្ទាល់ខ្លួនជាមួយនឹងព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទផ្ទាល់ឥឡូវសូមពិចារណាជាមួយគ្នាកន្លែងនេះដែលជោគវាសនាដែលមនុស្សគ្មានព្រះយេស៊ូវអត់មានព្រះយេស៊ូវតើមនុស្សបែបយ៉ាងម៉េចបាទមនុស្សលោកទូទៅកើតចេញពីផ្ទៃម្ដាយមកគ្មានតំណែងឲ្យជាមួយព្រះយេស៊ូវគ្រីស្ទទេបាទហើយបងប្អូនទាំងគ្នាពេលកើតចេញងាមកពេលកើតចេញពីផ្ទៃម្ដាយមកមានស្រែកថាព្រះយេស៊ូវអញ្ចឹងអត់ទេឬមកក៏ចែកកើតមកស្រែកងាឬក៏យ៉ាងម៉េចបាទគិតថាមុនពេលដែលចេញមកពីផ្ទៃម្ដាយមកគាត់ថាផ្ទៃមេឃបើជាស្រស់បោះស្រស់ស្អាតល្អមើលទៅគួរឲ្យចង់រស់នៅញឹមក៏ប៉ុន្តែចេញមកបើជាស្រែកទៅវិញបាទមិនទៅការដែលកម្មមិនស្គាល់ព្រះជាម្ចាស់មនុស្សកើតមកស្គាល់ព្រះជាម្ចាស់ទេអត់ស្គាល់ទេអត់មកគោរពព្រះយេស៊ូវអត់មកថ្វាយបង្គំព្រះយេស៊ូវអត់ស្គាល់ព្រះយេស៊ូវការដែលអត់ស្គាល់នេះហៅថាការដាច់ចេញពីព្រះជាម្ចាស់មនុស្សយើងបានដាច់ចេញពីព្រះជាម្ចាស់គេកើតមកក្នុងលោកស្ពាយមរតក3យ៉ាងដែលចេះលេខជាមួយគ្នាតិចទៀតទេស្ពាយមរតក3យ៉ាងខាងឲ្យវិញ្ញាណមកជាមួយខ្លួនហើយបើស្លាប់ទៅវិញ
អត់បានស្គាល់ព្រះយេស៊ូវគ្រីស្ទទេនឹងស្ពាយគេមរតកនឹងត្រឡប់ទៅវិញបាទមានអីខ្លះគេមរតកដែលមនុស្សស្ពាយយកមកកើតមកបាទហើយសូមមើលពាក្យមនុស្សមានអក្សរម៉ូណូដាក់ស្រៈអូនិងសជាងសមនុស្សបាទហើយសូមមើលពាក្យខ្មែរប្រកបនៅក្នុងនេះហើយនាំគ្នាពិចារណាជាមួយគ្នាបាទបើអត់ចាំអីទេមនុស្សអក្សរកាត់គឺម៉ូហើយនឹងណូហើយនឹងសម៉ូណូសចាំតែប៉ុណ្ណឹងសូមថៃមើលគ្នាតម៉ូណូសបាទមនុស្សនឹងឯងបាទមានអីខ្លះដែលជោគវាសនាដែលអត់មានព្រះយេស៊ូវគ្រីស្ទណាម៉ូគឺក្តីមរណៈគឺមរណាឬក៏មរណៈក្តីស្លាប់បាទនៅក្នុងព្រះគម្ពីរបានសម្ដែងប្រាប់ថារ៉ូម3:23ថាត្បិតគ្រប់គ្នាបានធ្វើបាបមិនខ្វះមិនដល់សេរីល្អនៃព្រះជាម្ចាស់បាទហើយការបកប្រែមួយទៀតថាមនុស្សគ្រប់រូបខ្វះភាពគ្រប់លក្ខរបស់ព្រះជាម្ចាស់បានជាប្រព្រឹត្តអំពើបាបវត្តមានភាពគ្រប់លក្ខរបស់ព្រះជាម្ចាស់នៅក្នុងជីវិតណាចេះតែធ្វើបាបបាទនៅក្នុងរ៉ូម6:23ឈ្នួលរបស់បាបគឺស្លាប់មិនថាម៉េចបើមានបាបនឹងត្រូវស្លាប់បាទមានបាបនឹងត្រូវមរណានៅថ្ងៃមួយបាទនេះដែលអត់មានព្រះយេស៊ូវគ្រីស្ទយើងស្ពាយសេចក្តីស្លាប់មកជាមួយហើយពេលដែលចេញទៅវិញអត់ស្គាល់ព្រះយេស៊ូវគ្រីស្ទនឹងស្លាប់ទៅអស់កលជានិច្ចបាទមួយទៀត no បាទ no គឺនរកបាទហើយបើពាក្យពេញទៅឋាននរកបាទមនុស្សស្ពាយយក no មកជាមួយស្ថាននរកមកជាមួយនៅក្នុងម៉ាកុសខបាទបាទនៅក្នុងដូចជាពុក7:6-7ខ្ញុំដាក់ខុសបាទថាបានប្រាប់ថាម៉េចបើដៃអ្នកនាំឲ្យគេរវិតចិត្តនោះចូលកាត់វាចោលទៅស៊ូឲ្យអ្នកចូលទៅក្នុងជីវិតកំពត់ដៃវិញជាងមានដៃទាំងពីរហើយធ្លាក់ទៅក្នុងនរកនៅក្នុងភ្លើងដែលពលត់មិនបានជាកលែងដែលមានតកៅមិនដែលស្លាប់ហើយភ្លើងមិនដែលរលត់ឡើយបាទឋាននរកគឺជាកលែងមើលទៅឋាននរកហើយនឹងបឹងភ្លើងឋាននរកគឺមានភ្លើងក្នុងមានបឹងភ្លើងរលត់នឹងឯងជាកលែងដែលជំនុំជម្រះចុងក្រោយបំផុតណាចុងក្រោយគឺនៅទីនោះអរិយសាតាំងគឺនៅទីនោះហើយពួកអ្នកដែលមិនជឿអ្នកដែលកើតមកមិនបានស្គាល់ព្រះយេស៊ូវគ្រីស្ទត្រឡប់ទៅវិញគឺទៅផ្លោះនោះទៅក្នុងនោះឯងបាទហើយដល់ចុងក្រោយគេសគឺអីគេទៅស្ថានឃុំពលឹងមនុស្សស្លាប់បាទនៅកាពីបាននិយាយកន្លែងហ្នឹងបាទនៅក្នុងកាពីណាលូកា16:22-23សម្ដែងយ៉ាងដូចនេះថាចំណេរក្រោយមកឯអ្នកមានក៏ស្លាប់ទៅដែរហើយគេក៏នាំយកទៅកប់គាត់រងទុក្ខវេទនានៅស្ថានឃុំពលឹងមនុស្សស្លាប់ក៏ងើបភ្នែកឡើងឃើញលោកអាប់រ៉ាហាំពីចម្ងាយនិងឡាហ្សានៅលើដើមទ្រូងគាត់បាទហើយសូមមើលកន្លែងនេះស្ថានឃុំពលឹងមនុស្សស្លាប់មានន័យថាមនុស្សយើងស្លាប់ទៅនៅកន្លែងនោះរហូតដល់ទទួលការជំនុំជម្រះរួចបានបោះទៅក្នុងនរកនោះម្ដងនៅក្នុងភ្លើងដែលឆេះអស់ការចនិចតទៅបាទមានពីរកន្លែងដែលឡាហ្សាក៏ស្លាប់ទៅគាត់នៅកន្លែងស្ថានបរមសុខនៅកន្លែងស្ថានឃុំពលឹងឃុំពួកអ្នកដែលទុករក្សាទុកពួកអ្នកដែលសុចរិតអ្នកទុច្ចរិតគឺនៅកន្លែងស្ថានឃុំពលឹងមនុស្សស្លាប់ក្នុងកាពីថាម៉េចវេទនានៅទីនោះក៏វេទនាដែរទោះបីចាំក៏រងទុកវេទនានៅស្ថានឃុំពលឹងមនុស្សស្លាប់ដែរបាទអ្នកមានគាត់មានអីទាំងអស់មានទាំងអស់អ្វីក៏គាត់មានដែរក៏ប៉ុន្តែអ្វីដែលគាត់អត់មានគឺអត់មានព្រះយេស៊ូវគ្រីស្ទតែអត់មានព្រះហើយអត់ស្គាល់ព្រះហើយចប់ហើយអត់មានអីអាងទៀតទេទោះបីបានផែនដីទាំងមូលក្តីបើពិបាកចាំមនុស្សលោកកើតមកស្ពាយអីបងប្អូនចាំកន្លែងនេះថាម្ដងទៀតតោះម៉ូណូសមនុស្សហ្នឹងហើយបាទឥឡូវជោគវាសនាដែលយើងមានព្រះយេស៊ូវគ្រីស្ទវិញម្ដងបើជឿព្រះយេស៊ូវគ្រីស្ទបើស្គាល់ព្រះយេស៊ូវវិញម្ដងបើបានជួបព្រះយេស៊ូវគ្រីស្ទចាប់តាំងពីក្នុងជីវិតរស់នៅនេះមនុស្សលោកអាចលុបលាងអំតបៅដែលស្អុយរលួយដែលបណ្ដាលមកពីក្តីមរណាស្ថាននរកនិងស្ថានឃុំពលឹងមនុស្សស្លាប់ចេញពីវិញ្ញាណពលឹងរូបកាយរបស់យើងជាស្ថាពរបាទតើត្រូវជួបព្រះយេស៊ូវបែបណាធ្វើម៉េចជួបព្រះយេស៊ូវដោយជឿព្រះបន្ទូលប្រកាសប្រាប់ដូចខាងក្រោមបាទនៅកាពីបានសួរដែលពួកសិស្សថាអញ្ចឹងតើមនុស្សចូលឋានសួគ៌អីទៅបងបើពិបាកយ៉ាងហ្នឹងបើមនុស្សបើអ្នកគេចូលឋានសួគ៌ពិបាកជាងអូតចូលគូតមួយជុលទៀតចុះយើងមិនទៅជឿព្រះចូលឋានសួគ៌មិនទៅបាទតែព្រះយេស៊ូវប្រាប់ថាចូលកើតចូលរួចចូលឋានសួគ៌រួចចូលដោយជឿចូលរួចហើយចូលដោយជឿបងប្អូននៅឃើញគូតមួយជុលប៉ុណ្ណាគូជុលប៉ុណ្ណាបាទក៏ប៉ុន្តែអូតចូលរួចអត់
យើងថាចូលរួចទេក៏ប៉ុន្តែព្រះយេស៊ូវថាចូលរួចដោយជឿលើព្រះបន្ទូលរបស់ព្រះយើងអាចចូលឋានសួគ៌រួចដោយជឿលើព្រះបន្ទូលរបស់ព្រះសម្ដែងឲ្យដូចថានៅក្នុងកាពីកូរិនថូសបានប្រាប់សុំតកយបន្តិចមើលបាទអូខេហ្នឹងហើយត្រូវបានសម្ដែងប្រាប់ថាម៉េចខ្ញុំសូមអានកាត់យកថាអ្នករាល់គ្នាកំពុងតែបានសង្គ្រោះបើអ្នករាល់គ្នាជឿតាមព្រះបន្ទូលថាបើព្រះគ្រីស្ទបានសគត់ដោយព្រោះបាបរបស់អ្នករាល់គ្នាហើយថាទ្រង់ត្រូវគេបញ្ចុះនៅក្នុងភ្នូររួចដល់ថ្ងៃទី3ទ្រង់មានបញ្ជូនរស់ឡើងវិញបាទយើងអាចចូលឋានសួគ៌បានដោយជឿលើព្រះបន្ទូលរបស់ព្រះប្រតម៉េចអ្នករាល់គ្នាកំពុងតែបានសង្គ្រោះដោយជឿលើព្រះបន្ទូលថាព្រះគ្រីស្ទបានសគត់ជួបបាបរាល់គ្នាហើយ3ថ្ងៃក្រោយមកទ្រង់មានបញ្ជូនរស់ឡើងវិញយើងអាចចូលឋានសួគ៌បានបាទដោយជឿព្រះបន្ទូលខាងលើយើងវាសនារបស់មនុស្សលោកបានបដូរដូចតទៅនេះបាទហើយសូមមើលកន្លែងនេះមរណៈវាទៅជាមានជីវិតអស់កលចនិចវិញមកនៅព្រះគម្ពីរបានសម្ដែងថាកាលណារូបកាយពុករលួយនេះបានប្រដាប់ដោយសេចក្តីមិនពុករលួយហើយរូបកាយដែលតែងតែស្លាប់នេះបានប្រដាប់ដោយសេចក្តីមិនចេះស្លាប់វិញនោះទើបនឹងបានសម្រេចតាមពាក្យដែលចែងទុកមកថាសេចក្តីជ័យជំនះបានលេបសេចក្តីស្លាប់បាត់ហើយអូសេចក្តីស្លាប់អើយតើតនិចឯងនៅឯណាសេចក្តីស្លាប់អើយជ័យជំនះរបស់ឯងនៅឯណាតែអរព្រះគុណដល់ព្រះអង្គពីព្រោះទ្រង់ប្រទានឲ្យយើងមានជ័យជំនះដោយសារព្រះគ្រីស្ទជាព្រះអម្ចាស់នៃយើងពេលយើងជឿព្រះម្ចាស់ព្រះយេស៊ូវយើងនិយាយដាក់សេចក្តីស្លាប់វិញថាអូសេចក្តីស្លាប់អើយតើតនិចពើឯងនៅឯណាអំណាចឯងនៅឯណាទៀតព្រោះព្រះយេស៊ូវឲ្យយើងមានជ័យជំនះលើសេចក្តីស្លាប់ហើយយើងជឿព្រះយេស៊ូវយើងនឹងមានជីវិតអស់កលចនិចវិញអាមែនបាទនោរក់វិញម្ដងនោរក់ទៅស្ថានសួគ៌វិញម្ដងបាទនៅក្នុងទៅមុខទៀតបាទទៅជាស្ថានសួគ៌វិញម្ដងព្រះគម្ពីរម៉ាថាយ27:51-52បានប្រាប់ថាពេលនោះវាំងនោននៅក្នុងព្រះវិហាររហែកជា2ចាប់តាំងពីលើចាប់តាំងពីស្ថានសួគ៌ចុះមកដល់ក្រោមដល់ស្ថាននរកនោះផែនដីក៏រំជួយផ្ទាំងថ្មក៏ប្រេះចេញពីគ្នាភ្នូក៏របើកចំហឡើងហើយសាកសពបណ្ដាប្រជាជនដ៏វិសុទ្ធអ្នកជឿគ្រាសញ្ញាចាស់ណាជាច្រើនបានរស់ឡើងវិញបាទពេលដែលព្រះយេស៊ូវសគត់ណាវាំងនោនហែកពីលើចុះក្រោមពេលដែលព្រះយេស៊ូវសគត់ព្រះអង្គយាងទៅស្ថានឃុំពលឹងមនុស្សស្លាប់កលែងដែលពួកគ្រាសញ្ញាចាស់ពួកបរិសុទ្ធដែលស្លាប់អ្នកជឿព្រះពីជំនាន់ដើមណាព្រះអង្គហៅគេមកទៅហៅគេឥឡូវដល់ពេលវេលាហើយទៅហើយពួកគេនៅក្នុងព្រះគម្ពីរថាភ្នូរបើកឡើងហើយពួកគេដើរចេញមនុស្សជាច្រើនបានឃើញហើយពួកគេយាងទៅឲ្យស្ថានបរមសុខវិញម្ដងស្ថានបរមសុខនៅក្នុងឋានសួគ៌វិញម្ដងបាទដូចជាព្រះបន្ទូលព្រះអង្គសម្ដែងថានរកអត់អាចហុំពាត់អ្នកជឿព្រះកើតទៅទីកាលណាយើងស្លាប់ទៅយើងលែងទៅកន្លែងនោះទៀតហើយយើងទៅស្ថានបរមសុខទៅកន្លែងស្ថានសួគ៌ហើយពីព្រោះយើងដឹងថានៅក្នុងខពីវិទ្យា2កូរិនថូស1ដែល5:1បានសម្ដែងដូចថាពីព្រោះយើងខ្ញុំដឹងថាបរិសាដែលជាទីលំនៅរបស់យើងខ្ញុំនេះនៅផែនដីនេះត្រូវបំផ្លាញវេលាណានោះយើងខ្ញុំមានវិមានមួយដែលមកពីព្រះមិនមែនធ្វើនឹងដៃទេគឺនៅស្ថានសួគ៌វិញជាវិមានដែលនៅជាប់អស់កលជានិច្ចនេះព្រះបន្ទូលព្រះអង្គសម្ដែងតែកាលណារូបកាយរបស់យើងត្រសាលមួយនេះវាត្រូវរលាយបាត់នៅពេលណាហើយយើងនៅមានត្រសាលមួយទៀតដែលនៅឯស្ថានសួគ៌ក្នុងព្រះគម្ពីរបានសម្ដែងឲ្យដូចនេះបាទសវិញម្ដងខ្ញុំអានតែឯងសូមជួយអានជាមួយគ្នាថាម៉េចបាទសូមអានជាមួយគ្នាតិចតោះលូកា22:6-22ថាម៉េចចំណេរក្រោយមកអ្នកក្រនោះក៏ស្លាប់ទៅហើយពួកទេវតានាំយកគាត់ទៅដាក់នៅស្ថានបរមសុខនេះដើមទ្រូងលោកអាប់រ៉ាហាំបាទសូមមើលព្រះបន្ទូលកន្លែងនេះពីស្ថានឃុំពលឹងមនុស្សស្លាប់ទៅស្ថានបរមសុខវិញម្ដងយើងដែលជឿព្រះយេស៊ូវវាព្រះបំផ្លាស់វាសនាយើងកន្លែងស្ថានឃុំពលឹងមនុស្សស្លាប់ក៏វេទនាដែរនៅទីនោះក៏វេទនាដែរក៏ប៉ុន្តែព្រះដាក់យើងនៅក្នុងស្ថានបរមសុខវិញម្ដងបាទហើយស្ថានបរមសុខខ្ញុំជឿថានៅពេលនេះគឺនៅស្ថានសួគ៌ចាប់តាំងពីដែលព្រះយេស៊ូវគ្រីស្ទព្រះអង្គបានរស់ឡើងវិញណាមនុស្សស្លាប់គ្រាសញ្ញាចាស់តាំងប្រហែលគេទៅឋានសួគ៌ទៅឋានបរមសុខនៅក្នុងឋានសួគ៌ហើយយើងក៏ជឿតែជឿព្រះយេស៊ូវពេលយើងស្លាប់ទៅយើងទៅនៅស្ថានបរមសុខដែលនៅឋានសួគ៌ទៅនឹងតែម្ដងបាទចាប់តាំងពីពេលនេះហើយមើលថាម៉េចអ្នកក្រ
អ្នកក្រគេនៅស្ថានបរមសុខមិនក៏គាត់អ្នកក្រយ៉ាងម៉េចទៅបាទអ្នកក្រគាត់គ្មានអីសោះណាគាត់ក្រអត់មានអីសោះអត់ដោះដូរពលឹងសង្គ្រោះពលឹងខ្លួនគាត់អត់មានអីទេគឺគាត់មានតែជឿព្រះជឿលើព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះហើយព្រះសង្គ្រោះគាត់ឲ្យទៅស្ថានបរមសុខនោះឯងយើងអត់មានអីបើយើងថាយើងអត់មានអីទាំងអស់ដើម្បីដោះដូរសេចក្តីសង្គ្រោះដើម្បីសង្គ្រោះពលឹងខ្លួនឯងក៏ប៉ុន្តែយកមានទាំងអស់តែខ្ញុំសូមជឿលើព្រះយេស៊ូវខ្ញុំសូមទទួលព្រះយេស៊ូវនោះព្រះបំផ្លាស់យើងណាឲ្យយើងចូលនៅក្នុងស្ថានបរិសុទ្ធរបស់ព្រះអង្គបាននៅកាពីមួយទៀតកាពីដែលកិច្ចការជំពូកដែល2ខ7បាន27សម្ដែងថាម៉េចយ៉ាងច្បាស់ថាត្បិតត្រង់នឹងមិនទុកពលឹងទូមង្គមឲ្យនៅជាប់នៅក្នុងស្ថានគុំពលឹងមនុស្សស្លាប់ទេក៏មិនឲ្យអ្នកបរិសុទ្ធត្រង់ឃើញសេចក្តីពុករលួយដែរអាមែនព្រះនឹងមិនទុកពលឹងរបស់អ្នកបរិសុទ្ធរបស់ព្រះនៅក្នុងស្ថានគុំពលឹងមនុស្សស្លាប់អត់ទេស្ថានគុំពលឹងមនុស្សស្លាប់វេទនាតែឋាននរកវេទនាជាងបឹងភ្លើងវេទនាជាងតែព្រះសំបីតែវេទនាដែលខំទុកនឹងក៏ព្រះមិនអោយអ្នកបរិសុទ្ធរបស់ព្រះនៅទីនោះដែរព្រះមិនទុកឲ្យយើងនៅទីនោះទេតែព្រះអង្គទុកឲ្យយើងនៅស្ថានបរមសុខវិញដោយសារព្រះយេស៊ូវមានជ័យជំនះដោយសារព្រះយេស៊ូវព្រះអង្គឲ្យជ័យជំនះមកលើយើងទាំងអស់គ្នាឲ្យយើងទាំងអស់គ្នាមានជ័យជំនះលើអីខ្លះលើក្តីមរណាលើស្ថាននរកហើយលើស្ថានឃុំពលឹងមនុស្សស្លាប់ហើយពួកគាត់នោះពួកវានោះវាលែងមានអំណាចឲ្យលើយើងទៀតដែលអ្នកជឿលើព្រះម្ចាស់ព្រះយេស៊ូវឥឡូវនេះជោគវាសនារបស់បងប្អូនទាំងអស់គ្នាយើងបានផ្លាស់ប្រែដោយសារជឿព្រះម្ចាស់ព្រះយេស៊ូវជឿព្រះយេស៊ូវគ្រីស្ទខុសគ្នាកន្លែងហ្នឹងដែលមិនជឿហើយនឹងជឿវាខុសគ្នាកន្លែងហ្នឹងវាសនាពីរហ្នឹងខុសគ្នាដូចមេឃហើយនឹងដីបាទហើយលោកអ្នកបងប្អូនទាំងអស់គ្នាខ្ញុំជឿថាលោកអ្នកបងប្អូនទាំងនេះសិតតែអ្នកជឿព្រះយេស៊ូវនៅកន្លែងនេះហើយជោគវាសនារបស់បងប្អូនទាំងអស់គ្នាខ្ពង់ខ្ពស់ណាស់ដោយបានលឺហើយទទួលព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទជាម្ចាស់នៃវិញ្ញាណរបស់យើងជាម្ចាស់នៃពលឹងរបស់យើងហើយជាម្ចាស់នៃរូបកាយរបស់យើងសារក្រមព្រះបន្ទូលប្រកាសអំពីលោកអ្នកបងប្អូនទាំងអស់គ្នានៅទីនេះហើយសូមស្ដាប់មើលព្រះបន្ទូលរបស់ព្រះអង្គប្រកាសថាយ៉ាងម៉េចថាអ្នករាល់គ្នាបានស្អាងឡើងដូចជាថ្មរស់ដែរឲ្យបានធ្វើជាផ្ទះខាងឯវិញ្ញាណជាពួកសង្ឃបរិសុទ្ធសម្រាប់នឹងថ្វាយគ្រឿងបូជាខាងពលឹងវិញ្ញាណដែលព្រះទ្រង់សពហើយទេទទួលក្នុងព្រះយេស៊ូវគ្រីស្ទតែអ្នករាល់គ្នាជាពូជជ្រើសរើសជាពួកសង្ឃលួងសូមថាជាមួយគេថាជាពួកសង្ឃលួងនិយាយអ្នកឆ្វេងអ្នកស្ដាំថាអ្នកជាសង្ឃលួងរបស់ព្រះអេមែនជាសះរបស់បរិសុទ្ធជារាជដ៏ជាគេអកលនៃព្រះដើម្បីអ្នករាល់គ្នាបានសម្ដែងចេញឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីស្ដីងឹតមកក្នុងពន្លឺដ៏អស្ចារ្យរបស់ទ្រង់អេមែនដោយសារមានសារក្រមពីស្ថានសួគ៌ប្រកាសលើជីវិតលោកអ្នកបងប្អូនទាំងអស់គ្នាទីនេះហើយព្រះបន្ទូលក៏ធានាថានៅក្នុងកាពីនេះមួយទៀតបានប្រាប់ថាម៉េចអញនឹងមិនដែលចាក់ចេញពីឯងក៏មិនបោះបង់ចោលឯងឡើយក៏មិនដែលចាក់ចេញពីយើងឡើយបានជាយើងរាល់គ្នាអាចនិយាយដោយក្លាហានថាខ្ញុំមិនព្រមខ្លាចអ្វីឡើយព្រោះព្រះម្ចាស់ទ្រង់ជាជំនួយខ្ញុំតើមនុស្សឬអ្វីមួយអាចហ៊ានធ្វើអ្វីខ្ញុំបានបាទព្រះជាម្ចាស់ព្រះអង្គនៅជាមួយយើងអស្ចារ្យនៅក្នុងឆ្នាំ2026នេះលោកអ្នកបងប្អូនទាំងគ្នាឲ្យយើងរស់ក្នុងជីវិតដែលមានជ័យជំនះក្នុងព្រះបន្ទូលនេះមួយទៀតហើយសូមប្រកាសអានជាមួយគ្នាហើយចង់ឲ្យនៅចាំជប់នៅក្នុងឆ្នាំ26ឆ្នាំថ្មីនេះឲ្យយើងរស់នៅក្នុងជីវិតដែលមានជ័យជំនះបាទសូមអានខអំពីនេះជាមួយគ្នាថាម៉េចអូខេដែលថាម៉េចដល់1 3តាមើលខ្ញុំឲ្យអ្នករាល់គ្នាមានអំណាចនឹងដើរជន់ទាំងពស់និងខ្យាដំរីហើយលើគ្រប់ទាំងឥដ្ឋិតរបស់ខ្មាំងសត្រូវផងគ្មានអ្វីនឹងធ្វើទុកអ្នករាល់គ្នាបានឡើយអេមែនដោយសារព្រះម្ចាស់ព្រះយេស៊ូវក្តីមរណៈស្ថាននរកស្ថានឃុំពលឹងមនុស្សស្លាប់គ្មានអត្តពលលើជីវិតរបស់យើងសោះឡើយអត់មែនទេអត់មានអត្តពលលើយើងទៀតទេហើយនៅព្រះបន្ទូលប្រកាសប្រាប់ថាព្រះអង្គឲ្យសិទ្ធិអំណាចលោកអ្នកបងប្អូនទាំងអស់នៅទីនេះដើរជួនពស់នៅខ្យាដំរីហើយនឹងលើអត្តរិទ្ធលើអត្តពលលើអំណាចរបស់មានសត្រូវរបស់យើងទាំងអស់ហើយចុងខថាម៉េចគ្មានអ្វីនឹងធ្វើទុកដល់អ្នករាល់គ្នាបានឡើយដូច្នេះគ្មានអីធ្វើអត្តពលលើជីវិតលោកអ្នកបានតទៅសោះចាប់តាំងពីថ្ងៃនេះហើយរហូតដល់អស់កលជានិច្ចនៅក្នុងឆ្នាំ2026នេះឲ្យដឹងខអំពីនេះហើយចាំមកជាប់
ហើយរស់នៅក្នុងជីវិតដែលមានជ័យជំនះជីវិតដែលមានជ័យជំនះដែលព្រះយេស៊ូវគ្រីស្ទបានប្រទានមកកាន់លោកអ្នកបងប្អូនទាំងអស់គ្នាហើយយើងចាប់ផ្ដើមយ៉ាងម៉េចទៅយើងស្រឡាញ់បទចម្រៀងដែលអ្នកក្រុមចម្រៀងថ្វាយគុំដែលជាងបទចុងក្រោយគេណាប្រពោវានាំឲ្យយើងធ្វើឲ្យយើងបើប្រពោប្រពោបានត្រឹមស្រេចឃ្លានជាកន្លងមកយើងអធិដ្ឋានសុំតពោសុំតពោសុំតពោពោគ្រួសារពោប្រពោក៏ប៉ុន្តែផ្លេចវត្តមានរបស់ព្រះប្រពោបានត្រឹមស្រេចឃ្លានទីបានហើយនៅឃ្លានទៀតបានហើយនៅឃ្លានទៀតក៏ប៉ុន្តែវត្តមានព្រះបានដល់ស្កប់ស្កល់ដូច្នេះនៅក្នុងឆ្នាំ2026នេះឲ្យវត្តមានរបស់ព្រះចង់បានវត្តមានរបស់ព្រះជាម្ចាស់សូមវត្តមានរបស់ព្រះតែក្រៅមានវត្តមានរបស់ព្រះនៅជីវិតរបស់យើងហើយអ្វីផ្សេងទៀតនឹងមកក្តីសុខសាន្តដំណរប្រពោជាច្រើនក្នុងព្រះគម្ពីរស្វែងរកព្រះក្តីសុចរិតនិងនគរព្រះអង្គជាមុននគរអ្វីផ្សេងទៀតនឹងមកតាមក្រោយដូច្នេះនៅក្នុងឆ្នាំ2026នេះឲ្យយកវត្តមានរបស់ព្រះសូមវត្តមានរបស់ព្រះសូមអធិដ្ឋានជាមួយគ្នានោះយើងនឹងមានជ័យជំនះបើមានវត្តមានរបស់ព្រះវាសនារបស់យើងបានផ្លាស់ប្រែបានផ្លាស់ប្ដូរហើយមានវត្តមានរបស់ព្រះយើងនឹងរស់នៅក្នុងជីវិតដែលមានជ័យជំនះព្រោះមានតែព្រះដែលអាចឲ្យយើងបានព្រះម្ចាស់ព្រះយេស៊ូវហើយយើងខ្ញុំថ្លែងអំណរគុណព្រះអង្គដែលព្រះទ្រង់បានយើងមកដើម្បីផ្លាស់ប្ដូរវាសនារបស់យើងខ្ញុំអូព្រះគុណព្រះអង្គដែលយើងខ្ញុំឈ្នះគ្រប់ទាំងស្ថានរកយើងខ្ញុំឈ្នះគ្រប់ទាំងក្តីស្លាប់យើងខ្ញុំឈ្នះស្ថានឃុំពលឹងមនុស្សស្លាប់ហើយដោយសារព្រះអង្គបានផ្លាស់យើងខ្ញុំអរគុណព្រះអង្គដែលឲ្យយើងខ្ញុំមានជ័យជំនះត្រឡប់ទៅជាកូនរបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុតព្រះអង្គហើយទូលបង្គំយើងខ្ញុំក៏ឡងមកយើងអធិដ្ឋានសូមប្រពោប៉ុន្តែឥឡូវនេះព្រះអង្គយើងខ្ញុំចង់បានវត្តមានទ្រង់មួយថ្ងៃក្នុងវត្តមានព្រះអង្គពិសេសជាងមួយប្រមាណ1000ថ្ងៃនៅកន្លែងផ្សេងទៀតព្រះអង្គហើយទូលបង្គំយើងខ្ញុំសូមវត្តមានទ្រង់គង់នៅធ្វើជាម្ចាស់ព្រះរបស់យើងខ្ញុំលើក្រុមជំនុំលើគ្រួសាររបស់យើងខ្ញុំនៅទីនេះព្រះអង្គហើយព្រះយេស៊ូវវត្តមានព្រះយេស៊ូវនៅទីនេះគ្រប់បណ្ដប់យើងខ្ញុំក្រុមជំនុំនៅទីនេះព្រះអង្គហើយត្រូវការវត្តមានព្រះអង្គអរគុណព្រះអង្គគុណនាំមុខយើងខ្ញុំនៅដំណើរយើងខ្ញុំឆ្នាំ2026នេះព្រះអង្គហើយវត្តមានទ្រង់នាំមុខយើងខ្ញុំគ្រប់កន្លែងដែលយើងខ្ញុំទៅវត្តមានព្រះអង្គទៅជាមួយយើងខ្ញុំអរគុណព្រះអង្គក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនអ្នកនាំមុខវិញបាទ